គ្មានទំនុកចិត្តទៅលើវិស័យសុខាភិបាលវាចេះតែកើនឡើងកាលណាយើងຕົកអាតបៅស្អុយនោះវាប៉ះពាល់ទៅដល់គ្រូពេទ្យផ្សេងៗទៀតពេទ្យខ្លះគាត់ចេះហើយគាត់មានបទពិសោធន៍មានប៉ុន្តែយើងមានអាសន្នអន់ក្រទៅរកគាត់អីណាប៉ុន្តែនេះពេទ្យមួយចំនួននេះដែលបកកគ្រោះថ្នាក់ទៅដល់អ្នកជំងឺគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់យើងទុកយើងខំការពារខំលាក់បាំងអាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់គ្រូពេទ្យផ្សេងទៀតបងប្អូនមើលកុំឡើយថាប្រជាពលរដ្ឋសំបីតែពេទ្យខ្លួនគាត់ក៏គាត់អត់ទុកចិត្តដែរពេទ្យម្នាក់នៅពេទ្យកម្មាជាតិគាត់និយាយប្រាប់ខ្ញុំខ្ញុំស្គាល់នឹងមុខស្គាល់ឈ្មោះគាត់ទៀតប៉ុន្តែខ្ញុំមិនប្រាប់ឈ្មោះគាត់ចុះគាត់ថាកូនគាត់ឈឺដែរគាត់យកទៅព្យាបាលនៅក្រៅប្រទេសគាត់មិនទុកព្យាបាលនៅស្រុកយើងផងហើយបើសិនជាគាត់មានទំនុកចិត្តគាត់ទុកកូនគាត់ព្យាបាលនៅពេទ្យកម្មាជាតិទៀតផងព្រោះកូនគាត់តូចដែរសូម្បីតែពេទ្យខ្លួនគាត់ក៏គាត់មិនទុកចិត្តចុះប្រជាពលរដ្ឋអ្វីដែលកើតមានឡើងចំពោះកូនស្រីខ្ញុំនឹងនិយាយថ្ងៃណាមួយទៀតបន្ថែមទៀតខ្ញុំអាចនឹងលើកផុសតាំងនិយាយជាសាធារណៈទៀតបានដឹងថាការព្យាបាលរបស់គាត់នេះយ៉ាងម៉េចចុងក្រោយគេទម្លាក់ទៅកំហុសទៅលើជំងឺអ្នកជំងឺទេបត់ដល់មើលតាក់ទងទៅនឹងពេទ្យនេះបើយើងនិយាយពីការប្រព្រឹត្តលើឧមាថាគេយកតបងទៅវាយហើយយកកំភ្លើងទៅបាញ់វាមានផុសតាមានកំភ្លើងមានតបងប៉ុន្តែពេទ្យនេះរូបភាពស្ថិតនៅក្រោមការជួយសង្គ្រោះអញ្ចឹងកើតមានបញ្ហាបើយើងមិនពិនិត្យឲ្យដិតដល់ទេយើងអត់ដឹងទេដូចករណីកូនខ្ញុំចុងក្រោយទម្លាក់កំហុសទៅលើជំងឺកូនខ្ញុំគេចង់បញ្ចប់បញ្ហាអ្វីដែលជាកំហុសគេអត់គិតខ្ញុំដាក់ពាក្យមិនដឹងទៅតាមកន្លែងផ្សេងអ្វីដែលខ្ញុំនិយាយគឺថាយើងនិយាយគឺជាអារម្មណ៍ណារឿងហេតុជាក់ស្ដែងណាគាត់ថាជាអារម្មណ៍របស់យើងវាអត់មានផុសតាងឲ្យចូលគ្រោះថ្នាក់ពេទ្យហ្នឹងឲ្យខ្ញុំទៅយកកាមេរ៉ាទៅថតរូបពេទ្យព្យាបាលឲ្យបានយ៉ាងម៉េចរូបភាពនៅក្នុងការជួយសង្គ្រោះទាំងអស់តែកំហុសជាផុសតាងមួយផ្នែកទៀតអង្គហេតុជាក់ស្ដែងប៉ុន្តែគេអត់យកគិតថាលើអារម្មណ៍គេអានទៅលើជំនាញវិជ្ជាជីវៈរបស់គេចង់ថាយ៉ាងម៉េចក៏បាននេះរឿងជំនាញវិជ្ជាជីវៈបើអ្នកឯងបកកាយអញ្ចឹងមិនព្យាបាលអ្នកជំងឺបកកគ្រោះថ្នាក់ទេហើយអាងតែខ្លួនឯងមានជំនាញវិជ្ជាជីវៈចេះចង់ថាយ៉ាងម៉េចនេះគ្រូពេទ្យឯកជនខ្ញុំបានជួបគាត់ម្ដងថាខ្ញុំនិយាយទៅគាត់និយាយថាខ្លួនឯងនឹងមានវិជ្ជាជីវៈមកពីណាគាត់ថាខ្ញុំអញ្ចឹងណាគាត់ចង់គិតថាយើងជាប្រជាពលរដ្ឋនេះអត់មានចេះអីទេអញ្ចឹងគាត់ចង់ថាយ៉ាងម៉េចក៏បានដែរគាត់អានគាត់មានជំនាញវិជ្ជាជីវៈពេទ្យកំណត់របស់គាត់ចង់គាត់ថាខ្ញុំថាខ្លួនឯងមានជំនាញវិជ្ជាជីវៈមកពីណាដឹងអញ្ចឹងគាត់ត្រូវរហូតណាចង់ថាគាត់ធ្វើអីគាត់ថាយ៉ាងម៉េចក៏បានណែទៅស្លាប់គឺស្លាប់ឬយ៉ាងម៉េចអាស្រ័យគាត់ថាជំនាញវិជ្ជាជីវៈអីក៏ដោយគេអាចដឹងបានប្រជាពលរដ្ឋគាត់ដឹងដោយជំនាញវិជ្ជាជីវៈច្បាប់អញ្ចឹងអ្នកច្បាប់គាត់ចេះច្បាប់អញ្ចឹងបើអ្នកច្បាប់នឹងប្រព្រឹត្តខុសច្បាប់ប្រជាពលរដ្ឋគាត់ដឹងថាន័យហ្នឹងកាន់ច្បាប់តែប្រព្រឹត្តខុសច្បាប់អត់គោរពតាមច្បាប់យកច្បាប់ទៅទ្របគូអង្គុយឥឡូវប្រជាពលរដ្ឋគាត់ល្ងងចង់ធ្វើមិនក៏បានយ៉ាងម៉េចចង់ស្លាប់ចង់រស់យ៉ាងម៉េចទោះបីថាខ្ញុំមិនចេះជំនាញពេទ្យយ៉ាងម៉េចក៏ខ្ញុំអាចដឹងខ្លះដែរអ្វីដែលអ្នកធ្វើខ្លះរឿងអីថាខ្ញុំមិនដឹងឥឡូវបើគិតថាខ្ញុំនិយាយសិតតែអារម្មណ៍ទាំងអស់ចូលខ្ញុំចង់ជួបតតាំងហេតុអីមិនព្រមខ្ញុំចង់ជួបតតាំងជាមួយណាថាតើអ្វីដែលខ្ញុំនិយាយវាពិតអត់អង្គហេតុដែលកើតមានចំពោះកូនស្រីខ្ញុំកុំឲ្យថាខ្ញុំចេះតែនិយាយវាភូកកុហកហើយឲ្យខ្ញុំទទួលយកយ៉ាងម៉េចឥឡូវមកដល់ឥឡូវគឺអត់មានអីទេខាងក្រសួងហើយបើនិយាយមួយទៀតអាជ្ញាធរសុខាភិបាលខ្ញុំដាក់ពាក្យទៅគណៈគ្រូពេទ្យជាតិនៃគណៈគ្រូពេទ្យកម្ពុជាព្រោះកាលនោះខ្ញុំជិះដើររកកន្លែងគណៈគ្រូពេទ្យជាតិអត់ឃើញគណៈគ្រូពេទ្យជាតិទាំងមូលណាអាគារអត់មានផ្លាកមានលើកផ្លាកលើកអីជួលផ្ទះល្វែងមួយចោលហើយអត់មានដាក់អីទេខ្ញុំខំសួរគេផងអីផងទេទូរស័ព្ទទេអត់ចូលចុះឡើងខ្ញុំសួរប្រជាពលរដ្ឋសួរអីទៅបានឃើញកន្លែងហ្នឹងទៅបានដាក់ពាក្យប្តឹងនេះនៅថ្ងៃ31ខែ5 2024ដាក់ពាក្យប្តឹងទាំងពេទ្យឯកជនទាំងពេទ្យកម្មាជាតិហើយកន្លែងគណៈគ្រូពេទ្យជាតិប្រចាំប្រទេសមួយទាំងមូលឃើញតែរដ្ឋបាលខ្ញុំសួររប្រធានគណៈគ្រូពេទ្យជាតិរដ្ឋបាលគាត់ថាអត់ដឹងនៅគាត់នៅណាហើយកន្លែងការងារអត់មានត្រាមានអីទៀត
ចឹងហើយបើខ្ញុំដាក់ពាក្យថ្ងៃ31ខែ5 2024ខ្ញុំឲ្យគាត់បោះត្រាគាត់លិខិតចូលក៏អត់មានគាត់ថាអត់មានត្រាមានអីទេដាក់ទៅដាក់បានប៉ុន្តែអត់មានត្រាមានអីទេរដ្ឋបាលគាត់ឆ្លើយប្រាប់ខ្ញុំអញ្ចឹងរដ្ឋបាលប្រុសហើយសួររមត្រីពេទ្យអត់មានហើយអ្នកវិយាកុំព្យូទ័រកំពុងតែមកមានញឹកធ្វើដូចជាអាញាបាននឹងអីគាត់កំពុងមានញឹកបាទពូច្រើនពេទ្យឯកជនបើកដូចផ្សិតគាត់កំពុងតែកើបក៏មិនដឹងយ៉ាងម៉េចទេខ្ញុំចង់ជួបប្រធានគណៈគ្រូពេទ្យដើម្បីសួរគាត់ដាក់ពាក្យមិនដឹងផងអីផងហើយចង់បានដាក់នឹងបោះត្រាបោះអីឲ្យត្រឹមត្រូវខ្លាចវាអត់មានឃើញណាសំណុំពាក្យមិនដឹងរបស់ខ្ញុំទៀតចុងក្រោយបានហៅខ្ញុំយកអាលិខិតឆ្លើយតបប៉ុន្តែអត់មានឃើញចុះត្រួតពិនិត្យអីទេរបាយការណ៍នឹងបានមកទៅមើលឯកសារវិនិច្ឆ័យចុងក្រោយរបស់ពេទ្យកម្មាជាតិនឹងយកទៅចុះអដែលជាអដែលអត់មានផលអីចុងក្រោយបានគុំមកប្រាប់ថាខាងគណៈគ្រូពេទ្យមានសិទ្ធិទៅលើតែពេទ្យឯកជនទេពេទ្យកម្មាជាតិអត់មានទេណាជាពេទ្យរដ្ឋ